ត្រូវngàyមុនបាជីផ្ដាច់អត់បានថតឲ្យមើលព្រោះអីបាជីក៏បានថតត្រូវមូដើមហើយបាជីបានប្រហែលជា5ថ្ងៃបាជីផ្ដាច់លើស្រកទឹកអស់ទៀតមូដើមបាត់ទៅហើយបាច់3ដងត្រូវឆ្នាំនេះធ្វើអត់សូវបានល្អព្រោះតំណាំដូងនេះម្ដងតែយើងបានបាជីច្រើនដងឆ្នាំបើបាញ់3ដង4ដងរំតែបានបែកគុំបានខ្លះតែអានៅខាងលើទួលអត់ទេវាអត់សូវបែកគុំទេព្រោះវាអត់មានទឹកទេវាក្តៅវិញក្រហមបាជីអីក៏នៅតែរៀងក្រហមដោយសារតែវាហ្នឹងវាកោកទុកកណ្ដុំមើលកោកទៀតបាត់ហើយវាខ្ពស់ពេកចាំវគ្គ2ចាំរុញទុកភ្លឺហើយទូនឹងទុកភ្លឺបើរុញតម្លាក់មកកោវាឆ្ងាយពេករុញអត់បានអាចដីច្រើនហមបាច់ជីយ៉ាងណាក៏វាអត់ចង់ដែរអត់ទឹកតែគាត់ថាអានេះវាអតិពលនេះយើងប្រើជីច្រើនហើយនឹងថ្នាំបើច្រើនវាបានលទ្ធផលប៉ុណ្ណឹងស្ដាយវាអត់មានវាកោកខ្លាំងពេកបើសិនជាវាមានទឹកស្មើវាល្អមើលលឿងវាប្រហែលជាស្អែកមកបូមទឹកដាក់ថែមទេព្រោះវាកដោទៅវាកោកអញ្ចឹងដោស៊ីទៀតនេះទៅស្រកទឹកលឿនហ្មងខានមកមើលតាមមួយថ្ងៃអីអស់ទឹកបូមដាក់5 6ម៉ោងអីបានពេញឡើងដល់លើហើយតែមកយប់ចាប់ដើមស្រកបដាខាងមកមើលប្រហែលថ្ងៃមូដើមហើយត្រូវខ្ញុំនៅនេះដីនៅនេះចិត្តកន្លះហិតតាំងអត់បានកន្លះហិតតាំងឃើញគោកហមអីហើយណាមានទឹកខៀវហើយបាច់គុំអត់ទឹកនៅហមណាហ្នឹងនឹងចេញក្រោយគេហើយណាទូអីគោកដល់ចេញក្រោយគេវាក្រហមត្រូវស្រូវសងាស្រាខ្ញុំបាយជីវគ្គ2ហ្នឹងខ្ញុំលាយជាមួយថ្នាំបទឺក៏ដែរហើយបាយវគ្គ2ស្រូវអាយុ25ថ្ងៃខ្ញុំលាយជាមួយថ្នាំបទឺក៏តែពេលដែលយើងបាយហ្នឹងវាអត់ទឹកបន្លាយអត់មានតើតាអ្នកលើបូមរួចបានយើងបានបូមយើងនៅក្រោមអញ្ចឹងវាបាយជីបានមួយថ្ងៃបានស្អែកឡើងបានមកបូមទឹកដល់ពេលអញ្ចឹងអាកន្លែងណាវាសើមក៏វាបានត្រូវនឹងអាជាតិថ្នាំបទឺហ្នឹងទៅកន្លែងណាអត់ទៅវាគោកស្អែកដែរអាហ្នឹងយើងអត់ទឹកតែមិនដឹងធ្វើម៉េចបើប្រាប់មានទឹកបូមដែរហើយយើងត្រូវដល់ថ្ងៃនោះស៊ីអត់ច្រើននិយាយទៅស្រែនេះស៊ីអត់ច្រើនគោកស៊ីហើយយើងចង់10ថ្ងៃស៊ីកន្លែងនេះឥឡូវចាប់ដើមលាស់មកវិញទៅវាស៊ីអាណាដែលស្រូវចាប់ដើមមូដើមគឺវាចប់ស៊ីដាក់ថ្នាំអត់អស់ទេអត់ឈ្នះនិយាយទៅធ្វើអត់ឈ្នះវាភាសាតែស្រែយើងវាកោកទឹកអញ្ចឹងដាក់ថ្នាំវាយ៉ាងណាក៏វាហើយកោកវានិយាយទៅបូមទឹក6ម៉ោងនោះទឹកអត់ឡើងដល់នេះណាអត់ឡើងដល់ទេបានមួយសើមជ្រាបមួយសើមតែអត់ឡើងដល់ទេនេះវគ្គ2បានរុញទុកភ្លឺវា
ដាក់ថ្នាំក៏នៅក៏ដល់ច្រើនសក់ដានហ្នឹងហើយអូខេអរគុណច្រើនថ្ងៃនេះមានប៉ុណ្ណឹង